សូមជម្រាបសួរលោកគ្រូកេងចន្ទថានិងជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាឥឡូវខ្ញុំមកធ្វើការឆ្លុះបញ្ចាំងមេរៀនដែលជា homework ដែលលោកគ្រូកេងចន្ទថាគាត់បានដាក់ឲ្យហើយថ្ងៃនេះគឺនិយាយពីមេរៀនគោលការណ៍នៃការវិតម្លៃក្នុងថ្នាក់រៀនអញ្ចឹងនៅពេលចប់មេហ្នឹងយើងនឹងអាចយល់ដឹងពីការវិតម្លៃក្នុងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាពថាគួរតែវិតម្លៃបែបណាដើម្បីមានប្រសិទ្ធភាពខ្ពស់ដែលអាចទទួលយកបានហើយនឹងយល់ដឹងពីលក្ខណៈវិនិច្ឆ័យផ្សេងៗនៅក្នុងការវិតម្លៃក្នុងថ្នាក់រៀនក្នុងថ្នាក់រៀនមានការវិតម្លៃផ្សេងគ្នាអញ្ចឹងយើងអាចជ្រើសរើសវិធីណាមួយនៅក្នុងពេលបង្រៀនរបស់យើងនេះហើយស្វែងយល់ពីរបៀបក្នុងការវិតម្លៃប្រកបដោយតម្លាភាពនិងភាពជឿជាក់ពិសេសអញ្ចឹងយើងត្រូវយល់អំពីអត្ថន័យវាថាតើអ្វីជាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាអញ្ចឹងប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាមានន័យថាការវិតម្លៃដែលអាចវាស់វែងបានត្រឹមត្រូវមានភាពជឿជាក់និងមានប្រយោជន៍ពិតប្រាកដចំពោះការរៀននិងការបង្រៀនដើម្បីធ្វើឲ្យសម្រេចគោលបំណងដែលបានកំណត់ទុកអញ្ចឹងយើងអាចវាស់វែងបានត្រឹមត្រូវអំពីប្រសិទ្ធភាពក្នុងការដែលយើងបង្រៀនសិស្សហ្នឹងថាបានលទ្ធផលបានប៉ុន្មានតើយើងអាចជឿជាក់បានកម្រិតណាហើយតើចំពោះការបង្រៀនរបស់យើងនិងការរៀនហ្នឹងក៏វាមានប្រយោជន៍ពិតប្រាកដចំពោះជីវភាពរស់នៅនឹងបានកម្រិតណាហើយតមកទៀតគេនិយាយអំពីលក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាលទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាដែលច្បាស់លាស់និងសមស្របយើងអាចកំណត់វត្ថុបំណងមេរៀនឬក៏ការបង្កើតដូចជាការបង្កើតសំណួរឬក៏តេស្តក្នុងការវិតម្លៃដើម្បីវាស់ស្ទង់សមត្ថភាពក្នុងការបង្រៀននិងការរៀនក្នុងម៉ោងសិក្សាហ្នឹងការបន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាអញ្ចឹងវាមានខ្លឹមសារមេរៀនឬការបង្រៀននិងការវិតម្លៃនៅក្នុងកម្រិតឬក៏រំហោតែមួយវាមានថាវាជាប់ក្នុងផ្លូវតែមួយជាមួយគ្នាហើយសុពលភាពការវិតម្លៃហ្នឹងត្រូវឲ្យដឹងត្រូវនឹងមេរៀនដែលយើងបានបង្រៀននិងកម្រិតលទ្ធផលសិក្សាដែលត្រូវទទួលបានយើងមិនចេះវិតម្លៃដែលមិនសមស្របចំពោះមេរៀនដែលយើងបានបង្រៀននឹងទេហើយយើងចង់ដឹងថាកម្រិតលទ្ធផលសិក្សាហ្នឹងត្រូវទទួលបានប៉ុណ្ណាតើវាដូចអ្វីដែលយើងរំពឹងទុកដែរឬក៏អត់ហើយតើវាអាចជឿជាក់បានប៉ុន្មានសម្រាប់ការធ្វើសំណួរការធ្វើតេស្តឬក៏ការប្រឡងនឹងចឹងយើងត្រូវតែប្រកាសនិងប្រាប់ឲ្យបានជាក់លាក់ច្បាស់លាស់ដើម្បីផ្ដល់ជាទំនុកចិត្តឬក៏ភាពច្បាស់លាស់ពីលទ្ធផលដែលសិស្សម្នាក់ទទួលបានសកម្មភាពចឹងយើងត្រូវតែច្បាស់ថាសិស្សនីមួយត្រូវទទួលបានការបង្រៀនដែលយកចិត្តទុកដាក់និងការវិតម្លៃដូចគ្នាដោយគ្មានការលំអៀងទៅលើសិស្សណាមួយហើយចំពោះផលវិបាកវិជ្ជមានហ្នឹងគឺក្រោយពីទទួលបានលទ្ធផលការវិតម្លៃក្នុងថ្នាក់ហើយយើងត្រូវមានការលើកចិត្តដល់សិស្សនៅក្នុងរូបភាពផ្សេងតាមលក្ខណៈរបស់សិស្សនីមួយខុសៗគ្នាយើងមិនអាចប្រើវិធីសាស្ត្រមួយសម្រាប់គ្រប់សិស្សបានការបន្ស៊ីគ្នាមានគ្រប់សំណួរកម្មភាពទាំងគ្រូនិងសិស្សទាំងអស់នៅក្នុងថ្នាក់ត្រូវតែស្ថិតនៅក្នុងលំហតែមួយក្នុងផ្លូវតែមួយទើបលទ្ធផលក្នុងការវិតម្លៃហ្នឹងគឺមាននៅក្នុងថ្នាក់ដែលមានប្រសិទ្ធភាពហើយការអនុវត្តនិងប្រសិទ្ធភាពគឺសំដៅទៅលើការវិតម្លៃឲ្យត្រូវតាមការបង្រៀនតាមពេលវេលាឬក៏ធនធានដែលមានដើម្បីឲ្យទទួលបានការណែនាំនិងហើយយើងត្រូវតែធ្វើការណែនាំសិស្សមុននឹងឲ្យគាត់ចាប់ផ្ដើមការវិតម្លៃហើយដឹងពីការដាក់ពិន្ទុមានថារបៀបក្នុងការដាក់ពិន្ទុហ្នឹងតើយើងដាក់ពិន្ទុដោយរបៀបណាអញ្ចឹងយើងត្រូវពន្យល់បានច្បាស់លាស់ដើម្បីឲ្យវាមានភាពសក្តិហើយបន្តមកទៀតគឺគេនិយាយពីបញ្ហាប្រឈមក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡង
ហើយប្រសិទ្ធភាពក្នុងការដំណើរការធ្វើតេស្តនិងការប្រឡងអញ្ចឹងចំពោះបញ្ហាប្រឈមក្នុងការប្រឡងនិងការធ្វើតេស្តហ្នឹងគឺទី1វាមានបញ្ហាដូចជា fight ខ្មែរយើងថាការប្រយុទ្ធថាមានអ្វីដែលអាចកើតឡើងអញ្ចឹងនៅពេលដែលកូនសិស្សប្រឡងគឺមានអារម្មណ៍តានតឹងជាខ្លាំងថាគាត់អត់ចង់ប្រឡងទេគឺមានអារម្មណ៍ទោះបីជាចេះក៏ដោយក៏នៅតែមានអារម្មណ៍តានតឹងដែរហើយចង់ប្រឈមអត់ចង់ប្រឈមជាមួយនឹងបញ្ហាទេបាទហើយការខិតខំគឺគាត់ខំធ្វើយ៉ាងម៉េចធ្វើឲ្យលឿនប្រញាប់ហើយគាត់អត់ចង់នៅក្នុងថ្នាក់នឹងយូរពេកទេពីវាដល់សម្ពាធគាត់ណាហើយបញ្ហាក្នុងការប្រឡងហ្នឹងមានដូចជាឆ្លើយសំណួរលឿនពេកពេលដែលគាត់ចង់ប្រញាប់ចេញក្រៅគាត់ប្រញាប់ឆ្លើយលឿនឬក៏គាត់គិតថាទុកយូរទៅមកតែវាផ្លិចវិញអញ្ចឹងគាត់ប្រញាប់ធ្វើវាហើយឆាប់បានចេញហើយអាចផ្លិចអានសំណួរឲ្យបានច្បាស់មុននឹងពេលធ្វើអាចនឹងច្រឡំប្រធានឬក៏ច្រឡំអាម៉ាប់ធ្វើឲ្យចម្លើយរបស់គាត់ហ្នឹងគឺខុសតែម្ដងហើយងាយធ្វើខុសដោយសាររងសម្ពាធដូចបាននិយាយពីខាងដើមអញ្ចឹងហើយបញ្ហាមួយទៀតគឺ fly គេចវេះអ្វីដែលអាចកើតមានគឺចង់គេចចេញពីស្ថានភាព stress ហ្នឹងចង់គេចឲ្យបានលឿនហើយមានអារម្មណ៍ភ័យនឹងចង់គេចវេះបាទហើយបញ្ហាប្រឈមហ្នឹងគឺចង់ចេញពីបន្ទប់ប្រឡងឲ្យបានលឿនមិនចង់មើលសំណួរលំបាកទេចង់មើលតែសំណួរស្រួលៗឬក៏គាត់អាចរំលងសំណួរណាមួយឬក៏បោះបង់ចោលការប្រឡងតែម្ដងដោយអាចនឹងដាក់ក្តារសហ្នឹងក៏អត់ចង់នៅក្នុងបន្ទប់ប្រឡងវាតានតឹងពេកហើយទៀត freeze ហ្នឹងការជាប់គាំងដែលអ្វីដែលអាចកើតមានឡើងគឺគាំងគំនិតគិតអីក៏អត់ចេញដែរទោះរៀនហើយក៏គិតអត់ចេញនឹកអត់ឃើញដែរវាជាប់គាំងដូចយើងហើយវាភាំងណាថាយើងក៏សំណួរហ្នឹងយើងចេះហើយប៉ុន្តែពេលយូរទៅវាភាំងទៅផ្លេចអស់រលីងនឹកអត់ឃើញទេហើយបញ្ហាហ្នឹងគឺមើលសំណួរប៉ុន្តែមិនដឹងពីរបៀបឆ្លើយអត់ដឹងថាត្រូវឆ្លើយមិនទេហើយបេះដូងលោតលឿនហើយដៃចាប់ដើមត្រជាក់បែកញើសហើយពេលភ័យខ្លាំងគឺអង្គុយអត់ស្ងៀមទេគឺគិតតែបារម្ភចង់តែងាកឆ្វេងងាកស្ដាំមើលអ្នកដទៃហើយពេលមើលទៅកាន់តែភ័យខ្លាំងឡើងហើយវិធីគ្រប់គ្រង stress ពេលប្រឡងហ្នឹងគឺយើងត្រូវដកដង្ហើមឲ្យបានវែងដល់រយៈពេល5ទៅ10នាទី15ទៅ10វិនាទីអានសំណួរយឺតដើម្បីឲ្យបានច្បាស់កុំឲ្យធ្វើការផន់ច្រឡំចាប់ផ្ដើមពីសំណួរងាយមុនកុំចាំចាប់ផ្ដើមពីសំណួរដែលពិបាកវាធ្វើឲ្យយើងនឹងតានតឹងកាន់តែខ្លាំងហើយគេញ៉ាំបានគ្រប់គ្រាន់ដើម្បីត្រៀមក្នុងការប្រឡងថ្ងៃខាងមុខបើសិនយើងអត់បានគេងទេធ្វើឲ្យយើងងុយអញ្ចឹងអារម្មណ៍អត់មកខួរក្បាលដើរអត់ល្អការប្រឡងក៏មិនទទួលបានលទ្ធផលល្អដែរអញ្ចឹងសរុបវិញ fight fly ហើយនិង freeze មិនមែនជារឿងអាក្រក់ទេវាជាប្រតិកម្មធម្មជាតិទោះបីជាយើងយល់ពីវាឬក៏យើងអាចគ្រប់គ្រងនិងធ្វើការប្រឡងបានល្អជាងមុនបើសិនជាយើងយល់ពីវាហ្នឹងអញ្ចឹងសិតទាំងអស់ហ្នឹងវាសិតតែជាបញ្ហាធម្មជាតិដែលយើងអាចដោះស្រាយឬក៏ធ្វើការបន្ស៊ាំវាបានទេហើយដើម្បីឲ្យមានប្រសិទ្ធភាពក្នុងដំណើរការនៃការធ្វើតេស្តនិងការប្រឡងពេលមុនប្រឡងត្រូវចាប់ផ្ដើមណែនាំអំពីដំណើរការនៃការប្រឡងនិងគោលបំណងឲ្យបានច្បាស់លាស់ពីរបៀបនៃការដាក់ពិន្ទុអញ្ចឹងណាហើយក៏គោលការណ៍ហ្នឹងគឺមានលក្ខខណ្ឌអីខ្លះមិនឲ្យយើងធ្វើអីខ្លះយើងត្រូវត្រៀមអីខ្លះអញ្ចឹងហើយបន្ស៊ាំការធ្វើតេស្តគឺយើងត្រូវរក្សាធ្វើតេស្តសិស្សជាប្រចាំដើម្បីឲ្យសិស្សហ្នឹងស៊ាំនឹងការប្រឡងលែងសូវមានអារម្មណ៍ថាភ័យវាទៅជាអារម្មណ៍ធម្មតាអញ្ចឹងលទ្ធផលគឺកាន់តែល្អប្រសើរហើយយើងត្រូវលើកទឹកចិត្តជាប្រចាំនិងលើកទឹកចិត្តនិងបំផុសស្មារតីឲ្យមានទំនួលខុសត្រូវនិងសំខាន់ពីនឹងដើរទន្ទឹមគ្នាបើថាលើកទឹកចិត្តគឺមានណាគេមានពេលទំនេរលើកទឹកចិត្តរាល់ថ្ងៃអញ្ចឹងយើងក៏ណែនាំឲ្យគាត់មានទំនួលខុសត្រូវផងដែរអញ្ចឹងទាំងលើកទឹកចិត្តទាំងទំនួលខុសត្រូវគឺត្រូវពន្យល់គាត់ទាំងពីរ
ការដែលមានទំនួលខុសត្រូវមិនចាំមានអ្នកលើកទឹកចិត្តក៏បានដែរបើគាត់មានទំនួលខុសត្រូវគឺគាត់ដឹងថាអ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើហើយការយើងត្រូវបញ្យល់គាត់ថាការប្រឡងនោះគ្រាន់តែការមានតម្លៃមួយទេវាមិនមែនជារឿងអីដែលធំដុំទេគ្រាន់តែការមានតម្លៃអំពីកម្រិតយល់ដឹងរបស់គាត់ថាគាត់យល់បានប៉ុណ្ណាគាត់វារៀនហើយហ្នឹងហើយកំឡុងពេលដំណើរការប្រឡងហ្នឹងយើងត្រូវមានបន្ទប់ដែលមានស្តង់ដារមានថាមានខ្យល់ចេញចូលមានសីតុណ្ហភាពមានសីតុណ្ហភាពសមស្របទៅតាមតំបន់មិនក្តៅពេកមិនត្រជាក់ពេកហើយគ្មានសម្លេងរំខានផ្សេងដែលនាំឲ្យសិស្សហ្នឹងគឺបែកអារម្មណ៍ហើយប្រាប់ម៉ោងនិងនាទីនៅតាមដំណាក់កាលចំណាយពេលយើងអាចសរសេរបាន10នាទីយើងអាចសរសេរលើក្តារខៀនប្រាប់សិស្សម្ដងថាអស់10នាទីឈោហើយចឹងមកដើម្បីសិស្សដឹងថាសល់ពេលប៉ុន្មានទៀតស្រុកគាត់ត្រៀមបញ្ចប់កិច្ចការប្រឡងហើយគួរតែប្រាប់ឲ្យសិស្សហ្នឹងត្រូវតែរក្សាភាពស្ងៀមស្ងាត់ដើម្បីកុំឲ្យខូចសំណាប់ធ្នាប់ឬក៏បាត់បង់សុខភាពក្នុងការប្រឡងពេលជិតដល់ម៉ោងឲ្យពួកគាត់សម្រួលអារម្មណ៍បានល្អកុំឲ្យស្លន់ស្លោនិងបញ្ចប់កិច្ចការដោយមានរបៀបរៀបរយហើយយើងក៏អាចប្រើប្រាស់ក្លិនផងដែរតែក្លិនហ្នឹងវាជាប់តាក់ទងនឹងដំណើរការវណ្ណសាស្ត្រដែរវាមានក្លិនយើងអាចរើសក្លិនណាដែលក្អូបឬក៏ក្លិនដែលជំនួយឲ្យការផ្ចង់អារម្មណ៍ឬក៏ជំនួយឲ្យខួរក្បាលនឹងដើរថាមានអារម្មណ៍ស្រស់ស្រាយដើម្បីការប្រឡងទៅបានលទ្ធផលកាន់តែល្អបាទជាងការឆ្លុះបញ្ចាំងពីមេរៀនរបស់ខ្ញុំក៏សូមបញ្ចប់តែត្រឹមហ្នឹងបាទសូមអរគុណគ្រូអ្នកគ្រូទាំងអស់គ្នាដែលបានចូលរួមការស្ដាប់និងទស្សនាវីដេអូរបស់ខ្ញុំសូមជម្រាបលា